គ្នាអត់ទៅទៀតទៅនេនធ្វើនឹងកម្មអីលោកនេនធ្វើកម្មអីពីមុនមកនោះបានទៅជាអញ្ចឹងសំបីតែញោមញាតឧបាសកបាសិកាសិល8កងតែគេជ្រះថ្លាអញ្ជើញទៅបន់ទៅទៀនអីខ្លះតែលោកនេននឹងមានបពកម្មអីពីដើមមកនោះគួរឲ្យឆ្ងល់ដែរមកពុទ្ធជាបរមគ្រូគង់នៅទៅថ្វាយគុំទូលសួរលោកព្រះអង្គបរិនិព្វានផុតទៅនឹងបានអាណាសួរអំពីបពកម្មបានតែរឿងនេះវាតំណអញ្ចឹងច្រើនណាវានៅតែប្រកួតនៅតែប្រកាន់នេះអញ្ចឹងឯដែលការវាអត់បានចេះដឹងហ្នឹងចេះតែធ្វើផ្ដេសផ្ដាសទៅហើយមិនរហូតត្រឹមតែអ្នកបួសទេភិក្ខុសាមណេរទេសំបីតែឧបាសកឧបាសិកាពីចិនមុនប្រកាន់ចូលវត្តអត់ពីអោទេណាតែពីអោបាបកើតប្រែកអាត្មាកើតត្រឹមតាយាយទៅដល់មកវត្តហើយដោះអោចេញទេមិនដោះទាំងអស់ទេក៏មិនស្អើយដោះទៅមានអោសង្រែកកើតពៀននេះដៃមកខាងហ្នឹងបរិកិតពៀននេះចូលទៅក៏ដោះអោចេញចឹងយ៉ាងព្រោះប្រុសអញ្ចឹងតាអាចារ្យស្ដីអីតាមកពីផ្ទះដល់មកវត្តទៅដល់ខ្លងទ្វារវត្តដោះអោចេញហើយបង្កទៅចេះតែតគ្នាយ៉ាងទឹមអស់ថាអាត្មាមិនមែនលឺគេថាណាសម័យអាត្មាឃើញអញ្ចឹងមែនសប្តាហ៍ថ្ងៃនៅមានវត្តខ្លះនៅតែអញ្ចឹងឯងពេលក៏អត់មានដឹងហេតុផលអីទេអត់សួររកថាតើមានសម្ដែងមានពោលមាននិយាយក្នុងគម្ពីរណាដីកាណាអីជាប្រសូតរៀអត់មាននិយាយទេអាប្រាប់គ្នាតទៅវាជឿស្អិតល្មួតតែមកបបកម្មហ្នឹងប៉ុន្តែដល់យើងស្រាវជ្រាវរកទៅថាហេតុអីបានជាវិញយ៉ាងហ្នឹងបានដឹងរឿងឃើញមុខឃើញមាត់ថាសម័យហ្នឹងមានលោកអាចារ្យតាអាចារ្យហ្នឹងក៏តាមលោកគ្រូមេវត្តហ្នឹងទៅនិមន្តចេញពីវត្តលោកទៅកាន់វត្តដទៃធម្មតាវិន័យរបស់ពួកភិក្ខុកាលណាចេញពីវត្តយើងទៅកាន់វត្តដទៃទៅដល់ខ្លងទ្វារវត្តគេត្រូវដោះឃ្លុំចូលតង់ឃ្លុំទៅត្រូវអាបត្តិត្រូវទៅដោះឃ្លុំចេញឬតន្លោះឃ្លុំបញ្ចេញស្មាមកខាងឃ្លុំគឺដណ្ដប់ចិត្តស្មាដែលប្រសងលោកនិមន្តទៅបិណ្ឌបាតអីលោកឃ្លុំណាឃ្លុំប៉ុន្តែកាលណាទៅដល់វត្តគេចូលវត្តគេត្រូវរុះឃ្លុំចេញស្ពាយឈៀងអញ្ចឹងឬដណ្លោះឃ្លុំណាស់ឯប្រើដណ្លោះស្មាស្ដាំចេញចូលទៅវត្តគេបានរួចខ្លួនមិនត្រូវអាបត្តិក្នុងវិន័យភិក្ខុអញ្ចឹងដល់លោកគ្រូលោកនិមន្តទៅដល់ខ្លងទ្វារវត្តហ្នឹងលោកធ្វើសេចក្តីគោរពនៅក្នុងព្រះវិន័យលោកដណ្លោះឃ្លុំរុះជាពោចេញស្ពាយឈៀងដោះឃ្លុំដល់អាចារ្យហ្នឹងក៏ឃើញអញ្ចឹងថាលោកគ្រូលោកគោរពវត្តហ្នឹងលោកមិនហ៊ានចូលក្នុងឃ្លុំលោកដោះឃ្លុំចេញបើអញ្ចឹងអញក៏គួរតែដោះអាវចេញដែរក៏ស្ពាយឈៀងបង្កស្ពាយឈៀងចូលទៅតាមលោកអត់បានសួរលោកថាលោកដោះនឹងដោយហេតុអីដើម្បីឲ្យលោកបញ្យល់ប្រាប់អត់តែគ្រាន់តែឃើញតែប៉ុណ្្នឹងឯងក៏ធ្វើតាមទៅតែធ្វើទៅក៏ចេះតែប្រាប់គ្នាតទំនើបតំណវាមិនត្រឹមតែតារហូតដល់ទៅយាយយ៉ាងទៀតឃើញទេចាអានឹងអត់មានសាកសួរបងអានឹងហេតុតែដោះអោមកពីអញ្ចឹងទេបើភិក្ខុលោកត្រូវតែដោះចេះបើមិនដោះចូលទៅវត្តគេត្រូវអាបត្តិដែរប៉ុន្តែលោកអ្នកបួសយើងសងៃហ្នឹងអត់ដឹងទេចូលទៅវត្តណាក៏មិនដែលដោះឃ្លុំដែរនេះវាល្ងងអាហ្នឹងមកចិនទៅទៀតណាវាល្ងងហ្នឹងចូលវត្តគេមិនដែលដោះឃ្លុំអាត្មាអប់រំអើយឲ្យតែជួបលោកណាក៏អប់រំដែរវត្តបូនគឺអប់រំតែចូលវត្តគេកុំចូលទាំងកន្លំ
យើងចូលទាំងឃ្លុំទៅក្នុងវត្តនឹងមានអ្នកចេះដឹងកិននឹងសន្លឹងយើងឃើញដល់យើងប្រាប់គេតែយើងអត់ចេះវិន័យចេះធ្វើវិន័យទីជាមនុស្សល្ងងខ្លៅបើយើងទៅដល់វត្តទ្វារវត្តគេយើងដោះឃ្លុំសន្លឹកឃ្លុំគ្រាន់តែគេអត់ឃើញដល់លោកនេះលោកចេះធ្វើចេះវិន័យតើមើលលោកបដិបត្តិតាមធ្វើតាមនេះក៏ជាតម្លៃខ្លួនយើងមួយទៅដែរបើនិយាយមិនក៏វាអត់ស្ដាប់និយាយមិនក៏មិនស្ដាប់និយាយទៅខ្លះថាអូហួសសម័យដែរសម័យកុំព្យូទ័រសម័យអីគេទៅយកអីមិនចោះមិននិយាយមិនអញ្ចឹងទេអាយើងអ្នកប្រាប់ហ្នឹងវានៅតែខុសយ៉ាងឯងរឿងហ្នឹងវិញចាអានេះនិយាយទៅឃើញគ្នាធ្វើតមិនសួររកហេតុផលបើវាធ្លាក់ដល់ទៅលោកគ្រូបាតធ្លុះតែលោកគ្រូនោះបាតលោកច្រេះវាស៊ីតែបាតដែរទៅច្រេះវាធ្លុះតែតែប៉ិនមកជន់ទៅកាលណាលោកឆាន់ទៅបិណ្ឌបាតបើលោកឆាន់រួយលោកលៀងបាតប្រសងដល់លោកលៀងបាតខ្លួនលោកលោកជូតបាតខ្លួនលោកយ៉ាងជាងកាលលោកប្រើក្មេងឲ្យទៅលៀងមកយកមកលោកជូតខ្លួនលោកជូតទៅលោកលើកបាតទៅឆ្លោះបញ្ចាំងមើលចាលោកឆ្លោះបញ្ចាំងមើលចង់ដឹងថាបាតនោះវាធ្លុះប៉ុណ្ណាទៅហើយអញ្ចឹងលោកដាក់មកវិញដល់លោកគ្រូក្រោយហ្នឹងវាអត់សួរដល់ហេតុផលលោកគ្រូក៏លោកមិននិយាយអីអាអ្នកនៅចិត្តក៏មិនសួរដល់លោកគ្រូនោះលោកសកត់ទៅលោកគ្រូក្រោយឡើងមកជាលោកគ្រូទៀតតែឆាន់រួចលៀងបាតដោះរួចលើកបញ្ចាំងទៅចឹងវាមិនដឹងថាលោកគ្រូពីមុនលោកលើកដោយសារបាតលោកវាធ្លុះមើលទៅធ្លុះប៉ុណ្ណាទៅហើយគាត់ធ្វើតាមតែគ្នាឲ្យតែអ្នកណាមួយឡើងទៅលោកគ្រូត្រូវតែឆាន់លុយជូតបាតត្រូវតែលើកមើលអញ្ចឹងតាមពិតលោកគ្រូពីមុនបាតវាធ្លុះអញ្ចឹងអានឹងក៏មួយទៅមួយទៀតលោកគ្រូសម្បកឥឡូវលោកគ្រូនោះប្រកាសលោកនោះប្រកាសទិលម៉ៅទិលម៉ៅនោះវាឡើងកាលណាមេឃមិនល្អទៅសតុំអញ្ចឹងឡើងកន្ទ្រឹសល្មើសណាស់បងតែថ្ងៃមួយលោកបានឲ្យយកមកឆាន់កោសសាច់កាត់ជាពីរកោសសាច់នឹងអស់ទៅឆាន់រួចទៅលោកកោសបានទៅសាច់ឲ្យអស់ទៅយកសម្បកយកមកក្របប្រកែកលោកទៅដល់ក្របយកទៅវាតិចអត់សូវល្មើសគឺយ៉ាងហ្នឹងសមណាដល់ថ្ងៃក្រោយបានឲ្យលើកមកនោះពុះឲ្យឆាន់លោកក្របតែអញ្ចឹងដល់អាសិស្សគុណនៅក្បែរវាមិនបានសួររកហេតុផលតើលោកយកសម្បកឲ្យលើកមកក្របប្រកែករឿងអីអត់សួរទេស្រាប់ដល់លោកគ្រូសើគាត់បាត់ទៅខ្លួនឡើងជាលោកគ្រូមកឲ្យតបានឥឡូវណាមកឆាន់ក៏អស់ក្របដូចតែគ្នាអញ្ចឹងហើយវាតគ្នាវាអត់រកហេតុរកផលអានឹងមួយទៅមួយទៀតលោកគ្រូនោះលោកចិញ្ចឹមកូនក្រលោកចិញ្ចឹមកូនក្រធម្មតាចិញ្ចឹមកូនក្រអាក្បួនចិញ្ចឹមកូនក្រកាលណាតែដល់ពេលបាយទៅគេដាក់បាយឲ្យកូនក្រមានបល័យគេសូត្រហៅពូតកូនក្រនៅឲ្យមកស៊ីដល់លោកគ្រូលោកចិញ្ចឹមកូនក្រតែមុនលោកឆាន់លោកយកចង្ហាន់មកប្រនូតមកពូតទៅផ្លុំសូត្រសែកអាគេថាហៅកូនក្រឲ្យមកស៊ីដាក់ទៅក្នុងចានអញ្ចឹងទៅលោកគ្រូលោកសាគាត់នឹងអត់សួររកហេតុផលឡើយគេលោកគ្រូធ្វើចឹងដល់អត់ពីលោកគ្រូសគាត់ទៅឡើងដល់លោកគ្រូខ្លួនឯងហ្នឹងក៏អញ្ចឹងទៀតតែមុនឆានពូតបាយមកពំនូតចាប់នំចាប់ចំណីមកដាក់ទៅចានចឹងដល់យូរទៅវាបែកសាយយាមោទៅវាមិនតែលោកគ្រូក៏ต้องលោកបរិស័ទភិក្ខុអីទាំងអស់ហ្នឹងឯងពោតនាមតឡប់នៅហ្នឹងមានអត់នៅវត្តខ្លះមានតាសប្តាហ៍ថ្ងៃនេះឆាន់មកថា2អង្គ3អង្គក៏ពូត1អង្គ2 3ពំនូតដាក់អស់ខ្លះមិនរយចានដាក់ទីដាក់ក្នុងថាសក្នុងប្រពេះពពើ
វាអត់ដឹងថាលោកគ្រូមុនលោកដាក់ដែលហេតុថាលោកចិញ្ចឹមកូនក្រកហៅព្រាយកូនក្រកនោះមកស៊ីឯងគឺចេះដាក់ទៅដល់គេសួរថាតើព្រះអង្គដាក់នឹងមានការអីដែលវាអត់ដឹងថាឲ្យបាយប្រែថាលោកឲ្យបាយប្រែសួរថាបាយប្រែមានអង្គពីរទេដឹងឃើញលោកគ្រូលោកធ្វើអញ្ចឹងទៅតាមលោកអានឹងរឿងហ្នឹងបាទអានឹងវាទៅនេះទៅនឿមវាតគ្នាមកបានថាអត់ងាយកែទេមិនងាយកែទេទំនៀមទម្លាប់ប្រពៃណីអរុញយាយពីផ្នែកខាងធ្វើអាទៅវិញក៏វាធ្លាក់ចុះសោតធ្វើសោតបល័យអីក៏វាមិនត្រូវទំនៀមទម្លាប់ចុះអត់បានរៀនអ្នកណានៅវត្តណាទៅទួការចេះដឹងវត្តនឹងចេះតទៅដែលយូរទៅក៏ម្នាក់គិតទៅថែមចេះទៅវាសំដឹងថែមចោលសោះចេះតែនងអ្នកថែមទៅថែមចោលថែមឡើងក៏ទៅជាប្រពៃណីទំនៀមទម្លាប់ទៅជាសាសនាដូចជាធ្វើសោតនិយាយពីប្រសក់សិនលោកអាចារ្យខ្លះលោកសំសិលនៅតែមានសូត្រឧកាសមយ៉ាងផន្ទេ2ដងបើច្បាប់គេតែម្ដងទេប៉ុន្តែគាត់សូត្រប្រាប់ល្មិចគាត់មិនចប់មេយ៉ាងគាត់ថាយើងទាំងឡាយប៉ុណ្ណឹងគាត់ប្រាប់គាត់ថាទេគាត់រៀនពីលោកគ្រូគាត់គ្រូអាចារ្យមុនពឹងរៀនចឹងឯងគាត់អាងទៅលើគ្រូអាចារ្យគាត់ចឹងអានឹងមួយយ៉ាងទៅមានមួយយ៉ាងទីអាចារ្យមួយយ៉ាងហ្នឹងឧកាសៈពេម្យ៉ាងមានពេមួយយ៉ាងហ្នឹងទៀតមកពីគាត់នឹកថាចេះទុតិយំពេកតយំពេចឧកាសៈមិនក៏មិនពេផងអញ្ចឹងក៏ថែមពេទៅទៀតទៅណាឧកាសៈពេម្យ៉ាងអាត្មាមិនថានឹងដោយលឺតលឺខ្លួនឯងសម័យដែលអាត្មាពោះពីសង្គមចាស់មកអញ្ចឹងមួយយ៉ាងទៅវិបរិតលោកអាចារ្យវិបរិតហើយយើងសូត្រធម្មតាតាមអក្ខរាវិរុទ្ធថាវិបតិបដិពាហាយសัพសម្បតិសទ្ធាសัพពទុក្ខវិនាសាយបរិតੰព្រូធមង្គលំយើងសូត្រតែត្រូវអញ្ចឹងយើងរៀនតាមអក្ខរាវិរុទ្ធអក្ខរវិធីដល់លោកអាចារ្យគាត់បានរៀនឧកាសៈវេបដិបតិបាយសัพសម្បតិសទ្ធាសัพពទុក្ខវិនិច្ឆាយបរិតੰព្រូតមង្គលំសោតចឹងបាទព្រូតមង្គលំចឹងវិជារិបតម្រាប់ពីដើមនឹងអាចារ្យនឹងសូត្រសកេកាលណាប្រសង់ចម្រើនព្រះបរិត្តអាចារ្យនឹងសូត្រសកេតាមពិតទៅសកេនឹងធ្វើរបស់ព្រះសង្ឃទេលោកត្រូវប្រកោកប្រកាសអញ្ជើញទេវតាមកស្ដាប់ធ្វើដោយសប្តាហ៍យើងនិយមទូទៅនឹងព្រះសង្ឃទេមុនស្វាត់ចម្រើនព្រះបរិត្តនឹងលោកសូត្រសកេប្ររពខាងដើមប៉ុន្តែនៅតែមានកន្លែងខ្លះវត្តខ្លះអាចារ្យគេនៅតែសូត្រចឹងឯងយើងសូត្រទៅយើងសូត្រតាមបល័យអក្ខរាវិរុទ្ធឧកាសៈសកេសកេកាមេចរូបេគិរិសិខរតដេតែយើងរៀនត្រឹមត្រូវដល់អ្នកបានរៀនឧកាសៈសកេកាមេចរូបេគិរិតតដេនៃស្អីច័ន្ទចូលលិខែតែស្ដាប់ទៅលឺចាំចូលលោកខែយើងប្រាប់អត់តាមនោះយើងប្រាប់មិនតាមទេថាលោកគ្រូរៀនពីលោកគ្រូអញ្ចឹងឯងរួមមុននោះប្រាប់អញ្ចឹងព្រោះប្រាប់អត់តាមទេហើយអញ្ចឹងញោមនឹងថាម៉េចដូចបើសៀមរាបបាត់ដំបងយើងនេះនៅក្រោមអាណានិគមរបស់សៀម102សន្តាប់ឆ្នាំ102សន្តាប់ឆ្នាំ
ก็ตั้งปีคริสต์ศักราช1795សៀមត្រួតត្រារហូតដល់1905សម័យព្រះអង្គឯងសៀមគ្រប់គ្រងហ្នឹងទឹមបារាំងទៅយកពីសៀមមកវិញមករាជបុព្វករណាព្រះបាទស៊ីសុវត្ថិមនីវង្សព្រះបាទស៊ីសុវត្ថិនឹងសៀមរាបបាត់ដំបងដាច់ខ្សែរយៈពីភ្នំពេញជាង100ឆ្នាំអត់មានទាក់ទងទេទាំងមន្ត្រីរាជការអាណាចក្រទាំងព្រះសង្ឃគឺទទួលឥទ្ធិពលច្បាប់ទម្លាប់ពីសៀមទាំងអស់នេះnóiប្រសង់សៀមរាបបរិស័ទនៅសៀមរាបប្រជាពលរដ្ឋសៀមរាបរៀនអក្សរសៀមមកជាnanជាតាមេអចតាអីអាត្មានឹងចេះសៀមចេះអក្សរសៀមចេះភាសាសៀមនិយាយប្រើប្រាស់បានជាផ្លូវការព្រះសង្ឃសៀមរាបបាត់ដំបងសូត្រភាសាសៀមទាំងអស់មិនថាពុទ្ធទាំងសារណង្កេឆាមិទៅយើងសប្តាហ៍ថ្ងៃទេតែពុទ្ធខាងសារណង្ខាត់ឆាមីសូត្រនៅតែមានសងៃមិនទាន់អស់ទេណាលោកសៀមរាបហ្នឹងនៅសូត្រភាសាសៀមទីសូត្រអច្ឆមេយាបច្ចវេឧថាសូត្រអច្ឆមេយាបច្ចវេទីសូត្រឧកាសវន្តាមិផន្ទេលោកថាឧកាសវន្តាមិផន្ទេទីសូត្រយ៉ាងយើងគេប្រាប់ថាធ្វើសៀមទេលោកថាតែមានធ្វើសៀមនឹងបុរាណពីលោកគ្រូលោកយើងលោកប្រកាន់អញ្ចឹងខ្ញុំញ៉ាំគិតមើលមិនថាអត់ងាយទេណាពិបាកណាការរៀបចំកែប្រែពីខុសមកត្រូវនឹងអត់ងាយទេតែសប្តាហ៍ថ្ងៃហ្នឹងដោយសប្តាហ៍ថ្ងៃហ្នឹងមានញោមញាតិយើងមួយចំនួននៅតែប្រកាន់សូត្រធ្វើប្រែជាខ្មែរមិនបានទេសូត្រធ្វើប្រែជាខ្មែរដោយនាំគ្នាទៅសម្រាតព្រះទៅបកអាក្រាតប្រពុតចាសូត្រធ្វើប្រែអត់ចេះស្ដាប់តែខ្លះក្រោកចេញសូត្រប្រែជាខ្មែរខ្ញុំនិយាយគិតមើលមកយើងខ្មែរសូត្រជាភាសាខ្មែរឲ្យស្ដាប់ថាមិនចេះស្ដាប់តែខ្ញុំគិតមើលតើគិតយ៉ាងណាទៅល្ងងយ៉ាងណាទៅខ្មែរមិនចេះស្ដាប់ខ្មែរថាចេះស្ដាប់តែបាលីពេលសួរតែបាលីថាម៉េចថាអត់ដឹងតែពីរោះតែអញ្ចឹងនឹងថាម៉េចអានេះមិនអញ្ចឹងនេះយើងអត់ទាន់អស់ទេហើយសប្តាហ៍ថ្ងៃនេះព្រះពុទ្ធសាសនាយើងក៏កាន់តែជាបោកច្បល់ច្រើនពីមុនស្អាតម្ដងតែឥឡូវជាបោកច្បល់ចូលសង្រ្រាមមន្ទិលពីខាងក្រៅនឹងក៏ចូលមកជាបោកច្បល់កាន់តែច្រើនហើយអ្វីដែលចូលជាបោកច្បល់ក៏កំពុងតែពេញនិយមយ៉ាងនឹងសូមឲ្យយើងញាតិពុទ្ធបរិស័ទជ្រាបអានឹងនិយាយសម័យដែលវាដុនដាបមកនោះទន់ទាបមកនេះបានដល់សម័យភ្នំពេញនេះរីកចម្រើនឡើងក៏ទូលមានអប់រំក៏ដូចអ្នកបួសលោកសង្ឃយើងខ្លះនេះទល់តែសប្តាហ៍ថ្ងៃនឹងស្អប់សម្ដេចព្រះសង្ឃរាជជួនណាមិនទាន់ឈប់ទេនៅតែស្អប់ខ្លះរហូតប្រាប់គេថាណាសម្ដេចជួនណាធ្លាក់ទៅនរកមិនទាន់ងើបផងនោះនិយាយចឹងខ្ញុំមកហ៊ាននិយាយពេញមាត់អត់កតអត់ញើតអីដោយអំណាចអវិជ្ជាសេចក្តីល្ងងណាយើងដឹងថាសម្ដេចជួនណាធ្លាក់ទៅនរកសំតែខ្លួនឯងទៅមកពីនរកខ្ញុំគិតមើលសំតែខ្លួនឯងទៅមកពីនរកបានឃើញចេះតែនិយាយអត់គិតមុខគិតក្រោយអីសោះនឹងបានថាយើងបានរីកចម្រើននៅសម័យភ្នំពេញនឹងឯងដែលមានអ្នកប្រាជ្ញរាជបណ្ឌិតច្រើនមានសាលាបាលីឲ្យរៀននោះសាលាបាលីឲ្យរៀនក៏កើតចម្រុងចម្រាស់ដែលអាត្មាបានជម្រាបចែកទៅពួកអ្នកបួសសម្លឹងកៅអីឃើញតែប្រយោជន៍ផ្ទាល់ខ្លួនពួកនឹងរៀនផ្លូវលោកធ្លាក់ទៅនរកអត់រៀនសាសនា
ពីព្រោះយើងពីមុនមិញអ្នកកាន់ពុទ្ធសាសនាហ្នឹងអត់រៀនទេណាផ្លូវលោកអញោមព្រះសង្ឃយើងរៀនតែផ្លូវសាសនាសុទ្ធតែម្ដងម្ល៉េះហើយដល់សម័យរៀបចំឲ្យមានសាលាបាលីភ្នំពេញហ្នឹងលោកអ្នកប្រាជ្ញកាលហ្នឹងក៏រៀនអត់មានរៀនផ្លូវលោកទេដោយការសាលាបាលីមុនមករៀនតែសាសនាសុទ្ធប៉ុន្តែលោកអ្នកប្រាជ្ញទាំងអស់ខាងព្រះសង្ឃលោកប្រជុំគ្នាទាំងយើងមើលទៅមិនកើតទេឥឡូវពួកលោកសង្ឃយើងអ្នកបួសយើងឲ្យរៀនតែសាសនាចុះពួកអានឹងមានបានបួសមួយជីវិតឯណាគ្នាសឹកត្រឡប់ទៅវិញចុះបើមិនចេះវិជាការអីខាងផ្លូវលោកសង្ឃសឹកទៅបានរកអីរបស់អីនឹងចិនជីវិតរស់នោះប្រសាសនាហ្នឹងប្រើបានតែបួសទៅដល់សឹកទៅហើយយកទៅជារបស់ចិនជីវិតអត់បានទេបានលោកពីក្រោះគ្នាលោកពិចារណានេះដើម្បីអញ្ចឹងគួរយើងបញ្ចូលផ្លូវលោកនៃវិជាផ្លូវលោកឲ្យមានរៀនក្នុងសាលាបាលីនឹងផងដើម្បីប្រសង់យើងឲ្យលោកចេះដឹងទោះបីលោកមិនសឹកទេនៅជាប្រសង់ឲ្យលោកបានចេះទាំងពីរយ៉ាងយកផ្លូវលោកផ្លូវធម៌មកធៀបគ្នាបញ្ចូលគ្នាអញ្ចឹងដើម្បីរកហេតុផលល្អអាក្រក់នោះហើយបើសឹកត្រឡប់ទៅជាករាវាវិញទៅនឹងបានយកវិជាទៅចិញ្ចឹមជីវិតដល់អញ្ចឹងឯងក៏កត់ចម្រុងចម្រាស់ឆ្លោះគ្នាពេញតែភ្នំពេញនឹងពួកអ្នកបុរាណនឹងររឿងប៉ុន្តែតាមពិតទៅលោកអ្នកប្រាជ្ញដែលលោកសម្រេចថាឲ្យរៀនវិជាផ្លូវលោកគឺវាមិនខុសបើយើងសម្លឹងមើលទៅពុទ្ធសម័យពួកអរហន្តសាវកទាំងអស់នឹងដែលលោកមុនមកបានទទួលឧបសម្បទាជាភិក្ខុភាវៈក្នុងពុទ្ធសាសនានឹងលោកនៅក្នុងលទ្ធិដទៃមានអ្នកល្ងងឯណាសត្វបញ្ញវន្តសត្វបណ្ឌិតអ្នកចេះដឹងមានប្រាជ្ញាជ្រាលជ្រៅបើមិនអញ្ចឹងគេមិនក៏វែងសាសនាគេចោលគេមកគោរពបូជាពុទ្ធសាសនាគេថ្វាយខ្លួនគេជាឧបាសកគេបួសជាក្នុងពុទ្ធសាសនាទេបើគេល្ងងនោះព្រោះគេមានបញ្ញាហ្នឹងហើយបានគេស្ដាប់ធម៌របស់ព្រះពុទ្ធទៅបញ្ញាគេចាក់ធ្លុះគេស្គាល់ហេតុផលគេលះបង់សាសនាគេនឹងចោលទៅគេថាសាសនាមុនហ្នឹងវាមិនត្រឹមត្រូវគេមកទទួលយកពុទ្ធសាសនាហ្នឹងជាទីសក្ការៈនេះសម្រាប់ពួកព្រះអរហន្តណាញោមញាតិពុទ្ធបរិស័ទពួកហ្នឹងមិនមែនត្រកូលអ្នកកាន់ពុទ្ធសាសនាទេណាព្រះអរហន្តទាំងអស់ហ្នឹងសុទ្ធតែពីរៈសាសនាមានសាសនាព្រាហ្មណ៍សាសនាអីជាដើមពីមុនមកនោះជាសពៃបរិពាជៈជាសាសនាអីទេប៉ុន្តែគេមានបញ្ញាគេស្ដាប់ធម៌របស់ព្រះពុទ្ធបានគេរកត្រេះរិះរកហេតុរកផលแล้วគេលះបង់ដល់ពុទ្ធសាសនាត្រឹមត្រូវយ៉ាងឬសម្រាប់អ្នកបួសយើងបើយើងមិនបានសិក្សារៀនសូត្រឲ្យចេះផ្លូវលោកផ្លូវធម៌តែចេះតែមួយយ៉ាងអត់ទៅរួចទេពីព្រោះពុទ្ធសាសនាជាសាសនាវិទ្យាសាស្ត្រវាស្របគ្នានឹងគំនិតអ្នកវិទ្យាសាស្ត្រនៅលើលោកនេះព្រោះគឺគេនិយាយពីហេតុផលពុទ្ធសាសនាក៏និយាយពីហេតុផលដែរវាស្របគ្នាអញ្ចឹងបានយើងអាចថាពុទ្ធសាសនាជាសាសនាវិទ្យាសាស្ត្រអញ្ចឹងត្រឹមត្រូវល្អអញ្ចឹងបានជាមានបញ្ចូលវិជ្ជាផ្លូវលោករៀនសប្តាហ៍ថ្ងៃមកនេះប៉ុន្តែមុននឹងបានមកក៏ប្រកបបច្ចៈគេតេះគេឌៀនមកកណោបងហើយដោយសប្តាហ៍ថ្ងៃព្រះសង្ឃយើងតាមស្រុកស្រែដែលអត់បានរៀនសូត្រចេះដឹងអីលោកអត់ដឹងអីទេបួសក៏បានតែបួសទៅរៀនធ្វើសូត្រមន្តដាបាំងស្គរលេងតែងទួយក៏សឹកទៅវិញធ្វើវិន័យក្នុងខដែលបដិបត្តិអត់បានរៀនសូត្រទេលើងងកាលដែលមិនទាន់មកបួសនឹងធ្វើការងារអីបណ្ណាសឹកទៅវិញក៏នៅតែប៉ុណ្ណឹងអត់មានផ្លាស់ប្ដូរបានទេព្រោះមិនបានរៀនរហូតដល់ទៅម៉ែឪនឹងត្រូវការពំពោះកូនមកទិញអីវ៉ាន់ពីផ្សារទៅពំពោះកូនជិនក្នុងផ្សារសួរថាទិញអីវ៉ាន់ទៅធ្វើអីតែគ្នាទិញអីវ៉ាន់ទៅពំពោះកូនឲ្យបួសគឺថាជាយ៉ាងម៉េចលងងដែរមិនឲ្យកូនបួសណាមើលអ្នកបួសលងងអត់ដឹងអីទេមានប្រយោជន៍អីបួសឲ្យទៅរៀនសាលាគេទៅវាចេះដឹងមានវិជ្ជារកស៊ីធ្វើនេះប៉ុណ្ណោះតើ
เช่นมือตัวเคยอย่าบอกเช่นบานเรียนพุทธศาสนาดอกเคยยิงเนี่ยบูนี่อัดเรียนพ้องก็ย่อตามนั่งไอ้เต๋อก็มันเชื่อตลาดในศาสนาจะอัดบูมายามตีนโยมเมียกละก็บานเรียนนั้นก็ย่อเคยลูกสองเมียนประโยชน์ไอ้พุทธศาสนาเมียนประโยชน์ไอ้เคยจะกินงับที่มันจะโซเธอไอ้ขมอยแต่พนั่งนึงมาเมียนประโยชน์จะโซเธอไอ้ขมอยเดี๋ยวกันแต่ข้อสุดตีปอเมียนเธอไอ้น่าโซไอ้ขมอยสดับในเรื่องอันเมียนสัเธอเอาพุทธศาสนาสำหรับจำมโนเตโซไอ้แต่มโนรอสลับสดับได้ป่ะเพราะเดี๋ยวนี้มันดังทำเมียนเธอโซไอ้ขมอยโซไอ้มโนอันนี้จะเข้านั่งช่างกันนาธรรมาครันแต่รีบรับจะมาวิเคยเนี่ยแดดบูมบานเรียนสัตว์ตะวิญญาณละงองเจนท่านเนี่ยบูละงองกรบแต่คะแนนจ้ะตามเป็นอัตเมนเตเนี่ยบูขนมพุทธศาสนาอย่างนี้ตามปีสมัยสัตวัตตีดับปีดับใบหนึ่งสมัยประบัติชีวรมันหนึ่งเมียนเนี่ยปราชญ์ทางพุทธศาสนารับรอยรับเพื่อนเมียนธนะบัณฑิตธนะศาสนาจาพอปรามันเราหดดอกจนเนียงอันตรเทวีจะก็ไม่ใส่ก็เสียสกลวิเชียแต่ที่การนี่สกลวิเชียอะไรได้เห็นไหมเจ็ดดังยังต้องทะเลจบพอมาสมัยลงเวทนั่นแต่ได้เดือดทะเลเล็กตัวครามใดนั่งดอนเมียนลูกเนี่ยพรายเกิดหลังลงไปลูกจับประดามรีจำเธอวินัยใหญ่มือตานาโลกปังหัดปังเรียนตั้งปีเธอวินัยอ้อยโซเตรมเตาตามอาการาวิรนนเนาะมันพลิกจะละว่าแต่ใหญ่แต่ในโน้พลิกเรื่องประสองโซเธอเขาใช่บ้านตาจ่าใหญ่โน้พลิกว่าสงายเบิกซอยจังลูกรีบจำในนำอ้อยเตาลูกสมรูลผู้ลงเนี่ยปลายพรมเป็นยังลงพิจารณาอย่างปีกรอกเนี่ยถ้าเราเพราะขนมวินัยประสังอันนี้ยังเป็นลูกแก่สมรูลตัวตามกาลสมัยนั้นวินัยประสังนั้นเราแต่ชั้นทั่วพัดแต่ใกล้ชั้นอาหารชั้นขนมบาทให้เราปูเชี่ยปมนูดอ้อยปริมันดอลเกียปมนูดน้องมันอ้อยทอมเนี่ยมันอ้อยทอมหัวจกเตาเวตุยมัดหรือคำกัดปมนูดบายนั่งมันบานเตอ้อยปูเชี่ยปริมันดอลไปให้ปองมันใจอย่างมาจกเตาปมนูดนะนั่งวินัยได้ประอังตรังปัญญาอนุญาตอ้อยปิโคชันนั่งมอปีสมัยสมัยนั้นเราสระเอ็นดีนั่งเวสมุกรุกเมียนาไม่เจตุชนเจียดเอ็นดีกันนาบริโภคใบปะเป๊ะปะปึกกะกายมาเรียมตองปรามเนี่ยน่าสับทั้งไงเนี่ยอันชอบเลยดังสละเจกะกายมาเรียมตองปรามส่วนทั้งโยมเมียนาเอ็นเจียตัวเอ็นดีนั่งแต่เคยยังได้ชื่อว่ากะกายมาเรียมตองปรามเนี่ยเจาะหมอบ่เมียนปุกเมื่อพ้องกับใบน้องสอกก็บอกว่าปะเต่าปุกมันนั่นนี่พระสัมมาสัมพุทธบรมครูพระองค์ตรัสพิจารณาย้อนสมุกโรคสัมบางตัวบัญญัติให้เราปัญญาห้ามมันอ้อยปูปิโคนี้ชันบายกะกายยังได้อ้อยปูเจียปุ่มนู่ทานนึงวิจารณาไม่สะอาดนึงสมัยได้พระพุทธกวางหนาวนะปัญญาอ้อยปิโคชันบายปูเจียปุ่มนู่พอเราสมัยมาขังกระไรนี่เดินเมียนพอไปนี่ตำเนียมตำรับว่าประเทศปูอรบไอ้กิจวัตรมอนั้นที่สะอาดที่พระซ้อมพระสลับปรีกิจวัตรทานนั้นสะอาดอนามัยกาเปียเวมันฉลองโรคอันนั้นเวทเชียโลกก็นิยมโดยปูอาซีเยอะก็ตัวกิพระซ้อมสลับปรีได้เจกาสะอาดบ้านอนุสังวิเจระมันไตรสังนั้นปีสกมจังลูกต้นเคยชาบประสังเยื้องลูกชันปูปุ่มนูดบ่ายนี่เตรียมตราวายตามวินัยสิกขาโนสมัยนั้นเตรียมตัดดำมาสมัยเน่าแต่มันเติมสะอาดไอ้ลูกชันรุ่ยเต้าสละหาไอ้ตะบ่
ក្រហមនឹងយកទៅបរិភោគពិសាក្រោយទៅវាមិនសមរម្យនៃគួរឲ្យខ្ពើមឲ្យឆ្អើមហ្នឹងបានលោកប្រក្រក់គ្នាសម្ដេចហើយបើអញ្ចឹងយើងសម្រួលទៅតាមពិភពលោកចុះយើងឲ្យប្រសង់យើងឆាន់បាយដាក់មកក្នុងចានមកហើយយកស្លាបព្រាមកប្រើតាមបែបអឺរ៉ុបទៅសកលលោកនិយមទៅប៉ុន្តែធ្វើម៉េចឲ្យបាយហ្នឹងវាបរិមណ្ឌលនៅក្នុងស្លាបព្រានោះកុំដួសទៅកំពុងពេកលើកឡើងវិហារកំពុបធ្លាក់ក្របបាយទៅវិញណាឲ្យជាបរិមណ្ឌលនៅក្នុងស្លាបព្រាដល់នាំគ្នាសម្រេចសង្ឃបញ្ញត្តិអនុសង្វជ្រៈមហាសន្និបាតហ្នឹងមន្ត្រីសង្ឃបានសម្រេចយ៉ាងព្រោះថាសម្រួលទៅតាមពិភពលោកដើម្បីឲ្យវាមានអនាម័យទៅតាមកាលវេលាប៉ុន្តែវិន័យអត់មានលុបទេក្នុងវិន័យបដិមោក្ខសិលសិក្ខាបទក្នុងបដិមោក្ខនៅតែឲ្យឆាន់ពូតអញ្ចឹងអត់មានលុបទេណាគ្រាន់តែសម្រួលទេអានឹងសំជ្រាបអញ្ចឹងមិនមែនទៅលុបថាទេក្នុងបដិមោក្ខទៅសេដាក់ថាដួងស្លាបព្រាឆាន់ហ្នឹងអត់ទេនៅតែដដែលនៅតែពូតជាពំនូនយ៉ាងឯងតែកើតសម្រួលទៅតាមពេលវេលាក៏យើងទទួលយកបានដែរតែសម្រាប់ពួកអ្នកប្រកាន់អត់បានគេថាពួកដួងស្លាបព្រាហ្នឹងច្រំគេប្រើពាក្យថាច្រំណាបើយកសមទៅចាប់គេថាច្រាស់គេថានេះច្រំច្រាស់ហើយស្ងៃខ្ញុំមកក៏នឹងឈឹងគួរចម្រងចម្រាស់តែគ្នាឯងហ្នឹងក៏ប៉ុន្តែសប្តាហ៍ថ្ងៃនេះវាផុតតែបើហួរចម្រងចម្រាស់តែវាស្រត់សពស្រួលទៅហើយប៉ុន្តែក៏ជាវាថាវិន័យនៅតែឆាន់ពូតយ៉ាងឯងអត់មានកែទេណាក្នុងសិក្ខាបទអានឹងគ្រាន់តែសម្រួលទេទៅតាមកាលវេលាព្រោះព្រះអង្គចិត្តបរិនិព្វានក៏ទ្រង់បានផ្ដាំដែរចុងក្រោយតែមនាលអានន្ទធ្វើវិន័យដែលថាគាត់បានសម្ដែងទៅហើយតទៅមុខទៅបើវាទំនាស់ក្នុងអ្នកនិគមសូមឲ្យសង្ឃប្រជុំគ្នាសម្រួលទៅតាមកាលវេលាព្រះអង្គយល់ថាការវិវត្តរបស់សង្គមមនុស្សនៅលើពិភពលោកនេះពីមួយឆ្នាំទៅ10ឆ្នាំ20ឆ្នាំ30 40ឆ្នាំវាខុសគ្នាព្រោះវិចិត្រតែមានការផ្លាស់ប្ដូរហើយលោកយល់ថាឥឡូវសិក្ខាបទនេះដល់ថាគាត់សម្ដែងក្នុងពេលឥឡូវវាគួរសមតែតទៅមុខវាអាចទំនើក្នុងអ្នកនិគមចឹងសូមឲ្យសង្ឃនោះសម្រួលគាត់ឲ្យសម្រួលទេសិក្ខាបទអត់លុបទេគឺសម្រួលទៅតាមកាលសម័យអានឹងអញ្ចឹងទេបើតាមពិតក្នុងវិន័យនឹងអត់យកដួសស្លាបព្រាសមឲ្យឆាន់បានទេបានជាអ្នកបុរាណជានោះគេថាលោកច្រាស់ច្រំគេមិនថាលោកឆាន់ទេឆ្ងាយឱកាសពិបាកដល់ហើយពលលោកអ្នកប្រាជ្ញដែលបដិវត្តរៀបរៀងសម័យសម្ដេចជួនណាតអ្នកបដិវត្តត្រូវតំបងត្រូវគេជេរគេស្ដីគេរិះគន់គ្រប់អានឹងវិញចឹងលោកធ្វើអីសត្វតែលោកប្រជុំសម្រាប់សម្រួលដូចជាពើចៃវរហ្នឹងពីមុនមិញគេប្រើពើលឿងពីសម័យបុរាណមិនចេះធ្វើលេខឯណាគេយកតែមើមឈើក្លិនឈើសបកឈើឬឈើអីមកជាលក់ទេពើលឿងប្រើពើរមៀតយកមើមរមៀតយើងហ្នឹងមកជាលក់បើយករមៀតអីក៏ត្រូវការគក់ជាពងម្ដងក៏អស់រមៀត1រង2រងមកកញ្ជើយកមកគក់បុកយកពើរមៀតឲ្យជាលក់តែអាជារមៀតនេះជាលក់ទៅវាធំក្លិនវាទំនាស់គ្នានឹងក្របីនឹងទៀតក្របីក៏ធំក្លិនរមៀតដេញតាមស្រង់ព្រាមលោកពីដើមខ្លាចក្របីណាតែបងកយពោទៅដើរទៅលើខ្យល់អាក្របីធំក្លិនអើតវាអត់ស្រង់ក្លិនរមៀតហ្នឹងតែមួយមកតងវងតងនេះតងឈើមកនោះដេញរត់តាន់ដល់តាន់មិនតាន់ក៏ក្រក៏ក្រឹកហ្នឹងហើយអាហ្នឹងវិញចឹងពើល្មៀតនេះវាខ្ចីឬកាលណាត្រូវទឹកភ្លៀងមកប៉ះទៅក៏វាឆ្លក់ប៉ព្រីប៉ព្រុសសម័យបុរាណមុនយ៉ាំណាញោមពើហ្នឹងវាអត់ត្រឹមត្រូវតាមវិន័យផងពើលឿងខ្ចីនិងពើផ្កាណូនោមពើសបកពហូតពើភ្លុកតម្រៃនឹងសត្វវិន័យហាម
បើយកពឿហ្នឹងទៅជាលក់ចៃវរក្រងកឋិនក៏ក្រងវាមិនឡើងបួងយកមកដាក់ក្នុងខ្លួនក៏ត្រូវអាបត្តិដែរជាពោតដែលមានពឿខ្ចីយើងនិយាយថាពឿឆើតឆាយយ៉ាងនេះចុះហើយវាងាយស្ដាប់ទៅតាមពេលវេលាក្នុងវិន័យហ្នឹងអនុញ្ញាតឲ្យប្រើតែពឿណាដែលវាស្ងប់មើលទៅឲ្យវាស្ងប់ឈប់មានសម្រស់ឈប់មានឆើតឆាយអីហ្នឹងបានលោកអ្នកប្រាជ្ញសម័យដែលលោករៀបរៀងថាវិន័យលោកไปជុំគ្នាតែយើងប្រើពឿលឿងនេះវាមិនត្រូវទេมันស្របតាមទេវិន័យក៏លោកសម្រេចថាឲ្យប្រើពឿក្រាក់ខ្នល់ឬប្រើលក្ខភូមិបើប្រទេសភូមិគេធ្វើលក្ខពើចលក់ទៅវាត្រូវនឹងវិន័យប្រើបានក៏សម្រេចថាប្រើតាមបែបពើភូមិទៅដូចពើសងៃប្រសងដៃប្រើនេះជាពោក្រហមហ្នឹងគឺប្រើតាមពើភូមិសម្រេចទៅឲ្យប្រើយ៉ាងទៅសត្វអសង្ឃសម្រេចដល់ឥឡូវនេះកាលដែលទើបនឹងកើតមុនដំបូងសាសនាឡើងវិញក្រោយឆ្នាំ79 80ឃើញប្រើពើជីវរត្រឹមត្រូវល្អស្អាតស្របតាមធ្វើតាមវិន័យបើដល់មកមួយឆ្នាំ2ឆ្នាំហ្នឹងឃើញកែក៏ឈប់ប្រើពើដែលត្រឹមត្រូវតាមធ្វើវិន័យហើយទៅយកជាពោពើលឿងឆើតយកមកប្រើហើយមានលោកសង្ឃខ្លាំងដើរប្រាប់ក្តៀកស្រោចទៅណាញោមពើនេះឯងដែលត្រឹមត្រូវតាមធ្វើវិន័យនោះតែប្រាប់ប្រសក់អញ្ចឹងទៀតខ្ញុំគិតមើលមកគេនិយាយតែប្រទេសតែប្រដាស់ព្រោះយើងសម័យដែលពុទ្ធសាសនាកើតនេះឡើងវិញហើយនឹងគួរតែយើងប្រជុំគ្នាស្រាវជ្រាវរាវរកថាលោកអ្នកប្រាជ្ញពីសង្គមចាស់សម័យគណៈសង្ឃនាយកសង្ឃរាជសម័យសម្ដេចជួនណាតាលោកបានប្រជុំអីផ្ទៀងផ្ទាត់ទៅវិន័យឲ្យគោរពឲ្យបដិបត្តិប្រើប្រាស់យ៉ាងណាគួរយើងនាំគ្នាស្រាវជ្រាវរាវរកដើរតាមលំអានហ្នឹងទៅព្រោះសត្វតលោកអ្នកប្រាជ្ញព្រោះលោកអ្នកប្រាជ្ញឥឡូវយើងអត់ទេអត់នាំគ្នាស្រាវជ្រាវរាវរកទៅកកកកាយអ្វីដែលលោកអ្នកប្រាជ្ញលោកថាមិនត្រឹមត្រូវលោកបោះបង់ចោលហើយហ្នឹងទៅយកហ្នឹងឲ្យមកប្រើវិញយើងក៏មកបន្ទុសរាយនឹងលោកអ្នកប្រាជ្ញបណ្ឌិតធ្វើការប្រឆាំងហើយបើសម្រាប់ក្រហមវិញនៅក្នុងសង្ឃៈធម៌របស់កូនប្រុសកូនស្រីហ្នឹងដែលសង្គ្រោះដល់មេដាបិតាហ្នឹងក្នុងខទី3លោកថាឲ្យថែរក្សាពូជពង្សវង្សត្រកូលរបស់មេដាបិតាដែលលោកបានបដិបត្តិអនុវត្តត្រឹមត្រូវល្អទៅតាមធម៌វិន័យហ្នឹងឲ្យកូនហ្នឹងរក្សាឲ្យបានកុំឲ្យម៉ែឪជាសពបរោះអ្នកមានសាសនាមានសិលខ្លាចបាបជ្រះថ្លានឹងបន់ដល់កើតកូនមកក៏ផ្ទុយនឹងមេដាទៅជាអ្នកផឹកស៊ីពាលាប៉ោឡែប្រព្រឹត្តអបាយមុខឈ្មោះថាបំផ្លាញពូជពង្សវង្សត្រកូលមេដាបិតាធ្លាក់ចោលនឹងសម្រាប់ក្រហមផងចិត្តសម្រាប់យើងអ្នកបួសក្នុងពុទ្ធសាសនាដែលជាអ្នកមានធម៌វិន័យខ្ពង់ខ្ពស់ហ្នឹងវាអត់ត្រូវធ្វើអញ្ចឹងត្រូវតែនាំគ្នាស្រាវជ្រាវថាអ្វីទៅដែលពុព្វបរោះពុព្វការីរបស់យើងលោកអ្នកប្រាជ្ញចិនមុនដែលលោកបានប្រជុំគ្នាផ្ទៀងផ្ទាត់ធម៌វិន័យត្រេះរិះរោសេចក្តីត្រឹមត្រូវនាំយើងបដិបត្តិណាអត់សងៃធ្វើតាមអំពើចិត្តវាសងៃប្រងព្រាតតែក្នុងសៀមរាបហ្នឹងក៏សម្បំវត្តខ្លះពីមុនធ្លាប់ប្រើពើត្រឹមត្រូវឡើងពីnămអ្នកកែប្រែឆើតឆាយបងប៉ុន្តែបើវិន័យត្រូវអាបត្តិត្រូវតែយកមកដាក់ក្នុងខ្លួនហ្នឹងឯងអត់ត្រូវទេនេះជាពោពើលឿងណាញោមក្រងកឋិនក៏ក្រងមិនឡើងប្រើប្រាស់ធម្មតាក៏កង់តែត្រូវអាបត្តិនឹងអាត្មាសុំជម្រាបយ៉ាងនិយាយវិន័យខ្លះឲ្យញោមញាតនឹងដឹងទៅបងកុំឲ្យចេះតែមិនដឹងសោះហ្នឹងក៏វាមិនកើតហើយដឹងខ្លះមិនឃើញតែញោមញាតដែលមិនដឹងហ្នឹងចេះតែបញ្យល់គ្នាថាមនុស្សស្រីកាន់បាតលោកបានទេ
មានញោមសិកាណាហ៊ានកាន់បាតលោកមានវិន័យណាហាមថាឲ្យមនុស្សមិនឲ្យមនុស្សស្រីទៅកាន់បាតព្រះសង្ឃវាអត់មានទេសោះចេះតែថាតែគ្នាឯងអាត្មាសូមលើកវត្ថុនិទាននិយាយពីឧបាសកម្នាក់មកដែលគិតជ្រះថ្លាដែលប្រពន្ធឈ្មោះនាងរេវតីហ្នឹងអាត្មានន្តយឧបាសកសំទោភ្លេចភៀងគិតជ្រះថ្លាហ្នឹងពុទ្ធសាសនាគិតនិមន្តព្រះសង្ឃទៅឆាន់ក្នុងផ្ទះក៏រាល់ថ្ងៃដល់វេលាគិតមិននៅក៏ទូលមាននាងរេវតីជាប្រពន្ធក៏ថាមនានាងរេវតីកាលណាបើខ្ញុំមិននៅទេបើភិក្ខុលោកនិមន្តមកក៏បីនាងចុះពីផ្ទះទៅទទួលបាតលោកពីមាត់ចិន្តាហើយនាំឡើងមកលើផ្ទះមកតម្កល់ទុកក្នុងទីដល់សំគូហើយដាក់បាតបាយប្រគេនលោកទៅដល់កាលណាលោកធ្វើបត្តកិច្ចឆាន់រួចនាងយកបាតពីលោកទៅលាងទៅជូតឲ្យស្អាតប្រគេនទៅលោកវិញមកវាមានពុកលាធិដ្ឋានអញ្ចឹងមានអីហាប៉ះបានដែរអញ្ចឹងបើញោមញាតស្រីស្លក៏ចេះឆាន់បានវាចេះតែចេះលើធ្វើលើវិន័យចឹងដែរបាននិយាយពីការដែលយើងអត់បានរៀនសូត្រវាចេះតែទៅឲ្យញោមបើឥឡូវនិយាយវាវ័នទៅបន្តិចរឿងបន្តិចទៅទៀតលោកគ្រូអនុគន្ធវត្តភ្នំបាទត្រង់ត្បាតយើងនេះកន្លាញ់កំពង់តកៅនេះត្រូវគណៈសង្ឃនាយកនិមន្តទៅប្រជុំនៅឯភ្នំពេញនោះពីសង្គមចាស់ឈ្មោះលោកគ្រូអនុគន្ធនុនឈ្មោះលោកគ្រូនុនអនុគន្ធទៅប្រជុំនៅភ្នំពេញដល់ទៅដល់លោកគ្រូនុននោះមេតលោកធំតម្បាដល់លោកទៅនិមន្តនឹងកន្លែងប្រជុំហ្នឹងលោកស្រីស៊ុយសៀនកាប់ប្រលេះហ្នឹងបានឃើញខ្មែរយើងមៀតវាមំពេកលោកស្រីស៊ុយសៀនកាប់ប្រលេះក៏ដើរពីក្រោយលោកគ្រូអនុគន្ធនុនហ្នឹងទៅដល់យកដៃចាប់ស្មាលោកពីក្រោយទាំងពីរហ្នឹងរួនឃើញធំពេកខ្មែរលោកគ្រូអនុគន្ធនុនលោកបែរមកឃើញលោកស្រីស៊ុយសៀនកាប់ប្រលេះហ្នឹងមកចាប់លោកស្និទ្ធអញ្ចឹងលោកមិនដែលក៏លោកស្ទុះកិច្ចកលាស់ខ្លួនចេញលោកស្រីស៊ុយសៀនកាប់ប្រលេះក៏ដឹងហើយដឹងថាលោកស្ទុះកិច្ចលោកខ្លាចទៅសារកិច្ចចាប់លោកហ្នឹងថាក្រែងវាខុសវិន័យត្រូវអាបត្តិនោះបានលោកស្រីស៊ុយសៀនកាប់ប្រលេះក៏ប្រាប់ថាលោកមិនត្រូវអាបត្តិអីទេព្រោះលោកអត់បានចាប់ខ្ញុំទេខ្ញុំចាប់លោកពេលនោះលោកស្រីស៊ុយសៀនកាប់ប្រលេះស្គាល់វិន័យត្រឹមត្រូវច្បាស់លាស់មានន័យហាមថាភិក្ខុទៅប៉ះមនុស្សស្រីទេមនុស្សស្រីទៅប៉ះភិក្ខុឃើញមានត្រូវអាបត្តិអីទេភិក្ខុបែរយើងប៉ះដែលដោយហេតុគួរសមដែលវាគួរតែប៉ះបើហេតុដែលវាមិនគួរយើងទៅប៉ះដែលបើនិយាយវិន័យហាមតែភិក្ខុទៅប៉ះមនុស្សស្រីទេវាត្រូវអាបត្តិបើមនុស្សស្រីដើរទៅប៉ះស្ដីអីហ្នឹងមិនត្រូវអាបត្តិអីទេនឹងលោកស្រីស៊ីសិនសាប់ប្រឡែងក៏ប្រាប់កាលហ្នឹងដែលខ្ញុំកណាអាត្មានិយាយនេះក៏និយាយថាយើងវាមិនសូវដឹងបារាំងហ្នឹងដឹងខ្លាំងជាងយើងយ៉ាងនេះមកយើងអត់ដឹងវិញចឹងបានថាសម័យពោលដែលយើងចម្រើនលូតលាស់ឡើងនៅសម័យភ្នំពេញហ្នឹងសាកលលោកអ្នកកាន់ពុទ្ធសាសនាក៏ទទួលស្គាល់ដោយយ៉ាងការប្រែបត្រៃបិដកមកជាភាសាខ្មែរនេះមិនទាន់មានប្រទេសណាដែលកាន់ពុទ្ធសាសនាប្រែបានទេគ្រាន់តែទៅដកយកមួយសូត្រមួយគាថាអីមកប្រែតែប៉ុណ្្នឹងទេអានឹងសូមញោមញាតពុទ្ធបរិស័ទនឹងជ្រាបរហូតដល់ប្រទេសទាំងអស់គេស្ងើចសរសើរថាយីខ្មែរឯប្រទេសតូចមួយមិនគួរបើមានអ្នកប្រាជ្ញចេះដឹងខាងសាសនាឈ្នួតឆ្នើមទៅប្រែព្រះត្រៃបិដកនឹងជាភាសាបាលីហើយក៏ថ្លឹងថ្លែងក្នុងភាសាខ្មែរហ្នឹងញោមបើកមើលសភៅត្រៃបិដកបាលីមកទំព័រភាសាខ្មែរហ្នឹងមកទំព័រគេតែថ្លឹងគ្នាអញ្ចឹងបរិពាក្យហ្នឹងក៏ល្អអត់ខ្ចោះពាក្យល្អស្ដាប់ទៅគួរ
ជាទីជ្រះថ្លាក្នុងឃ្លាភាសាខ្មែរនឹងឯងបើយើងអត់បានរៀនស្ដាប់បានទេណាភាសានឹងប្រភាសាវាគេសរសេរភាសាខ្ពស់ល្អៗយើងចេះនិយាយតែភាសាសាមញ្ញស្ដាប់គ្នាតែភាសាសាមញ្ញទេដល់និយាយភាសាខ្ពស់ខ្ពង់ខ្ពស់អត់ស្ដាប់បានទេហ្នឹងចឹងបានថាអ្វីដែលជាស្នាដៃដែលវរៈសមណៈអ្នកប្រាជ្ញយើងដែលលោកបានរៀបចំឲ្យនឹងគិតថាយើងទាំងអស់គ្នាមានភពមានវាសនាណាស់មានក្បួនមានច្បាប់តម្រារៀនសូត្រអីដែលយ៉ាងសប្តាហ៍ថ្ងៃនេះមានសភៅមានអីបោះផ្សព្វផ្សាយលក់តាមបណ្ណាគារតាមអីក៏មានប៉ុន្តែសប្តាហ៍ថ្ងៃមានញោមញាតជ្រះថ្លាជាវសភៅនឹងមកចែកជាធម្មទាននឹងច្រើនណាស់ព្រោះគេទៅសោកសាយទៅធ្វើពុទ្ធសាសនាតាមក្បួនតាមតម្រាសភៅនឹងច្រើនអញ្ចឹងបើសម័យពីបុរាណមកដែលវាមិនទាន់ចេះធ្វើกระดาษហ្នឹងសរសេរតែនៅស្លឹករឹតស្លឹកឈើហ្នឹងអ្នកដែលពេនសរសេរចាមួយថ្ងៃវិញល្ងាចបានតែ5សន្លឹកទេនៅការផ្សព្វផ្សាយគម្ពីរធ្វើអាវិន័យហ្នឹងវាយូរព្រោះពេលហ្នឹងមានអាណាចេះធ្វើกระดาษអត់ទេមានតែចេះធ្វើចេះធ្វើกระดาษបានខ្មែរយើងបានកระดาษយកមកធ្វើក្រាំងណាបត់ក្រាំងនៃសភៅដែលគេបត់ដោយបណ្ដោលថ្នោតហ្នឹងក្រាំងពីបុរាណហ្នឹងกระดาษមិនសូវល្អតែกระดาษប៉ុយសរសៃប៉ុន្តែស្វិតអាហ្នឹងចិនធ្វើតែមកពីស្រុកចិនណាព្រោះចិនគេបត់ជាក្រាំងឲ្យទៅសេក្បួនតម្រាចិនហ្នឹងដល់ខ្មែរយើងឃើញអញ្ចឹងក៏យកមកជប់ជាក្រាំងប៉ាតឯមកទៅធ្វើអាគិរីមេននកាវតាអីទៅក៏ក្បួនច្បាប់អីផ្សេងទៅសេនឹងกระดาษហ្នឹងចិនចេះធ្វើមុនគេស្វិតសុទ្ធហើយនៅមានសល់ខ្លះតិចតួចវិចិនចេះធ្វើกระดาษគេហៅกระดาษប៉ុយហ្នឹងគេតែយកមកចងក្នុងហេបដាក់អីវ៉ាន់នោះគេទៅសេឈ្មោះរបស់ផ្ញើទៅណាខ្មែរហៅกระดาษប៉ុយចិនហៅមីតេងជូกระดาษប៉ុយហ្នឹងស្ងាត់នៅតែមានចិនចេះធ្វើមុនគេដល់ក្រោយមកបានពូអឺរ៉ុបហ្នឹងក៏ចេះធ្វើกระดาษអីទៅបង្កើតរោងពុម្ពឲ្យបោះទៅជាសៀវភៅឲ្យទៅវាលឿនវានៅមានពួកអ្នកប្រកាន់មិនរៀនធ្វើសៀវភៅទៀតតែធ្វើសៀវភៅធ្វើថ្មីធ្វើជួនណាតអញ្ចឹងទៀតបើធ្វើស្លឹករឹតបានរៀនប៉ុន្តែអត់ដឹងថាគេយកចម្លងយកពីស្លឹករឹតនឹងឯងមកដាក់ជាกระดาษដើម្បីបោះពុម្ពកែស្រួលអត់ដឹងទេប៉ុន្តែនៅតែប្រកាន់នឹងបានទៅជាផលអាក្រក់មួយធំសម្រាប់អ្នកដែលមិនចេះដឹងហ្នឹងបងអត់ចម្រើនលូតលាស់ឲ្យបានទេនឹងសូមឲ្យញោមញាតពុទ្ធបរិស័ទទាំងឡាយនឹងជ្រាបអាត្មារៀបរាប់អំពីសម័យដែលវាដុនដាបនឹងដើម្បីជាកញ្ចក់ឲ្យញោមញាតនេះយកមកឆ្លោះបញ្ចាំងព្រោះអ្វីដែលវាមានតែមួយយើងអត់ដឹងថាល្អអាក្រក់ទេតើមាន2ចាប់ពី2ឡើងទៅបានយើងយកមកថ្លឹងថ្លែងគ្នាបាននេះដល់សម័យយើងនឹងស្រួលពោក្បួនច្បាប់ដែលលោកអ្នកប្រាជ្ញលោករៀបចំឲ្យថ្មីឡើយត្បិតតែប្រទេសជាតិកើតសង្គ្រាមបាត់បង់ក្បួនតម្រាអស់ក៏នៅតែមានសេះសល់កប់ត្រង់នេះត្រង់នោះស្រាវជ្រាវបានមកแล้วបោះពុម្ពផ្សាយចម្លងឡើងវិញបានចែកគ្នារៀនសូត្រចេះពេញផ្ទៃប្រទេសឡើងទៀតជាពិសេសបត្រៃបិដកហ្នឹងគឺសម្បូរញោមញាតមានសទ្ធាជ្រះថ្លាប្រគិនទៅតាមវត្តខ្លះមាន2 3ចប់ក៏មានហើយវត្តខ្លះនឹងមានទៅហើយក៏មិនរៀនមិនមើលទៀតព្រោះលោករៀនទៅច្បាប់ស្លឹករឹតដល់សភៅលោកមិនរៀនទេអញ្ចឹងក៏មានបញ្ហាបានដល់សង្គមយើងនៅមានបញ្ហាច្រើនណាស់បើកាលណាដែលការរៀនសូត្រវាខ្សោយមិនសូវចូលចិត្តជ្រះថ្លានឹងរៀនសូត្រអត់ទៅរកការជឿនលឿនលូតលាស់បានទេព្រោះវាស្របទៅតាមពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធជាគ្រូរបស់ពយើងនឹងឯងដែលឲ្យយើងរាល់គ្នាបំបត្តិអវិជ្ជាសេចក្តីល្ងងនោះការបំបត្តិអវិជ្ជាបានដោយសារការសិក្សារៀនសូត្រស្ដាប់សាកសួរ
còn anh chăng rồi dương sập ngày nâng bò để sát phá cọp tôi nâng Phậtศาสนาពុទ្ធជាម្ចាស់ឲ្យបំបត្តិអវិជ្ជាយើងមិនបំបត្តិទេខំទៅចេះមកនឹងឲ្យកើតកាន់តែខ្លាំងឡើងទៀតអោបយល់ល្ងងណយបានច្រើនចាយ៉ាងទោសសេចក្តីល្ងងហ្នឹងមិនគ្រាន់តែឲ្យផលដល់មនុស្សនេះទេណាញោមញាតិឲ្យផលដល់ទៅលោកខាងមុខស្លាប់ទៅនាំមកល្ងងហ្នឹងទៅផងច្រើនទៅកាន់កតិជាដេរិឆានណាតាមពុទ្ធសាសនាស្រាប់តែញោមញាតិទាំងឡាយគ្រប់គ្នាដែលជាពុទ្ធបរិស័ទគួរតែនាំគ្នាកម្ចាត់សេចក្តីល្ងងនឹងចេញព្រោះសេចក្តីល្ងងនឹងជាសត្រូវរបស់ពុទ្ធសាសនាឲ្យញោមញាតិសិក្សាមើលចោលក៏ស្ដាប់មើលចោលធម្មកថាលោកសំដែងធ្វើឲ្យលោកបញ្យល់ដល់ពីគ្រឿងនឹងឯងឲ្យនាំគ្នាលះបង់ពួកកិលេសនឹងគឺលោភៈទោសៈមោហៈហ្នឹងមោហៈហ្នឹងគឺតួអវិជ្ជាណាអញ្ចឹងហើយយើងអត់បានលះបង់អាហ្នឹងប្រាថ្នាទៅព្រះនិព្វានមិនរួចញោមតែឡើយយើងកំចាត់លះបង់កិលេសក្រោធក្រៀតកិលេសចិនកណ្ដាលកិលេសចិនល្អិតហ្នឹងអស់បានយើងទៅនិព្វានបាននិព្វានមិនទៅបានដោយសារបន់ស្រន់ទេឥឡូវនេះក្បួនតម្រាដែលលោកអ្នកប្រាជ្ញរៀបរៀងប្រែទុកឲ្យយើងរៀនមានអាយកមកអានខ្លួនយើងក៏យល់ដឹងបានពីពុទ្ធសាសនាដែលវាងាយជាងពីមុនហើយសប្តាហ៍ថ្ងៃហ្នឹងយើងអ្នកសៀមរាបនេះក៏មានជោគវាសនាល្អដែលសារញោមញាតិនឹងបានរួបរวมគ្នាកសាងស្ថានីយវិទ្យុពុទ្ធសាសនានឹងមួយជាធម្មទាននឹងយ៉ាងក្រៃលែងជាងពីសម័យបុរាណទៀតតែយើងជឿនលឿនចឹងហើយញោមញាតិណាក៏មានធ្វើស្ដាប់មានធម្មកថានៅចាំក្នុងផ្ទះសំដែងធ្វើឲ្យស្ដាប់មិនពិបាកប្រគិនចង្ហាន់ផងហ៎លោកសំដែងធ្វើឲ្យស្ដាប់អត់ពិបាកប្រគិនចង្ហាន់ភេសជ្ជៈអីទេតោះវាងាយយ៉ាងស្រួលទៅទៀតស្ដាប់វល់ល្ងាយហ្នឹងអញ្ចឹងផ្ដល់ការចេះដឹងឲ្យញោមញាតិគ្រប់តែគ្នាសូមឲ្យញោមខំស្ដាប់ណាវិទ្យុនឹងវាអសកម្មប្រមាណអាទិត្យនេះអូញោមញាតិទូរស័ព្ទមកសួរសម្បើមិនក៏បានជាបាត់អស់ហ្នឹងខ្លះគេថាដួលហើយអត់មានប្រាក់បង់ថ្លៃភ្លើងទេគេថាដួលហើយមកក្រុមទៀតគេថាការនិយាយផ្សព្វផ្សាយហ្នឹងទៅវាប៉ះពាល់លើនយោបាយឥឡូវរដ្ឋាភិបាលហើយមានចឹងហើយញោមញាតិខ្លះទៀតដែលមិនដឹងថាស្ថានីយក្បាលធំនឹងវាខូចទាំងរត់យកអញខូចទៅយកទៅឲ្យជាងធ្វើអស់អញ្ចឹងបើឡូវកើតមកវិញហើយកើតមកវិញហើយសូមឲ្យញោមញាតិហ្នឹងមេត្តាជួយស្ដាប់ផងសំណោះស្ថានីយវិទ្យុនេះបើใครសំដែងផ្សព្វផ្សាយទៅវាអត់អ្នកស្ដាប់ហ្នឹងក៏សំណោះវិទ្យុហ្នឹងដែរហើយនឹងបានតែងាយស្រួលណាស់ណាញោមមានធម៌មានអាចារ្យមានប្រសង់នៅប្រចាំក្នុងផ្ទះក្នុងស្រែព្រោះបានតែងាយស្រួលអ្នកញោមញាតិដែលមានសទ្ធាជ្រះថ្លាឃើញទុកទោសឃើញទោសអំពីភ្លើងទុកភ្លើងកិលេសព្រោះដែលវាដុតរោលនឹងខ្លោចផ្សាក្តៅក្តារហើយនឹងចង់រមជ្ឈបាយចេញចាកពីភ្លើងទុកភ្លើងកិលេសក៏បីស្ដាប់ព្រះធម៌បានញោមញាតិស្គាល់ផ្លូវដើម្បីគិតចេញពីភ្លើងទុកភ្លើងកិលេសនេះទៅបានព្រោះឡើយប៉ុណ្ណឹងចុះដល់ម៉ោងប្រហែលនេះទេអត់បានមើលម៉ោងផងហ្នឹងដល់9កន្លះតែញងងក់ខ្លះដែរប៉ុណ្ណឹងយ៉ាឡូវសុំចប់ហើយព្រោះសុំបញ្ចប់ណាយ៉ាងទុកកម្មវិធីពេលវេលានេះប្រកេនជូនណាលោកអ្នកដែលត្រូវមានកម្មវិធីអីបន្តទៅទៀតបើមានពុទ្ធាពិសេសអីតទៅទៀតប៉ុន្តែក្រិនថាត្រង់ហ្នឹងឯងដែលជាគុណូបការៈរបស់សម្ដេចព្រះសង្ឃរាជជួនណាតនឹងក្រុមជំនុំបត្រៃបិដកជាបព្វជិតសាមណៈទាំងអស់ដែលលោកបានធ្វើសេចក្តីល្អទុកឲ្យយើងជាកូនចៅខាងក្រោយនេះសិក្សារៀនសូត្រមានចំណេះចេះដឹងក្នុងពុទ្ធសាសនាបងមហាគុណូបការៈដ៏ធំធេងនេះយើងមិនអាចរកអ្វីនឹងទៅតបស្នងសងប្រគុណលោកបានទេ
ប៉ុន្តែបើយើងទាំងអស់គ្នាចង់ស្ទប់ស្នងសងគុណលោកឲ្យសមទៅតាមវីរភាពដែលលោកខំតស៊ូបំពេញកិច្ចការងារខំធ្វើការមួយជីវិតអត់មានក្របខ័ណ្ឌហ្នឹងតែละថ្ងៃផុតដង្ហើមនេះចង់តបគុណលោកនាំគ្នាសិក្សារៀនសូត្រព្រះធម៌វិន័យដែលលោកបានចងក្រងទុកឲ្យហើយនេះទើបជាការតបស្នងសងគុណដូចជាកម្មវិធីបុណ្យដែលយើងប្រារព្ធធ្វើនេះគ្រាន់តែយើងបំផុសឡើងដើម្បីពញាក់ដល់ពុទ្ធបរិស័ទទាំងអស់ឲ្យចេះគោរពគុណធម៌ដល់គ្នានឹងគ្នាទៅវិញទៅមកនឹងឲ្យទៅតាមមេគារបស់ពុទ្ធសាសនាព្រោះដើម្បីជាសេចក្តីសុខចម្រើនដល់យើងជាអ្នករួមជាតិរួមសាសនារួមទុកទាំងអស់គ្នាហ្នឹងធម៌ទេសនាដែលខ្ញុំករណាអាត្មាភាពបានសម្ដែងនៅក្នុងកម្មវិធីបុណ្យរំលឹកគុណូបការៈសម្ដេចព្រះមហាសង្ឃរាជជួនណាតជាព្រះសង្ឃរាជថ្នាក់ទី1និងក្រុមជំនុំបត្រៃបិដកក្នុងឱកាសរាត្រីនេះក៏គួរសមតាមកាលនិងវេលាហើយតែមុននឹងបញ្ចប់ធម៌ទេសនានេះខ្ញុំករណាសូមឧទ្ទិសកុសលផលបុណ្យដែលកើតពីធម្មទាននិងក្តីអវិស្ទាននិងក្តីថ្វាយចំពោះសម្ដេចព្រះសង្ឃរាជជួនណាតក៏ដែលជាសម្ដេចព្រះសង្ឃរាជថ្នាក់ទី1និងជាអ្នកប្រាជ្ញដ៏ឆ្នើមនៅក្នុងប្រទេសកម្ពុជាយើងនឹងប្រគេនចំពោះក្រុមជំនុំបត្រៃបិដកព្រះថេរានុថេរៈគ្រប់ព្រះអង្គទាំងគណៈមហានិកាយក្តីទាំងគណៈធម្មយុត្តក្តីប្រក្រុមជំនុំបត្រៃបិដកមានទាំងពីរគណៈនឹងឯងលាយគ្នានោះអាស្រ័យហើយនេះសម្ដេចជាអម្ចាស់និងព្រះថេរានុថេរៈគ្រប់ព្រះអង្គគង់ស្ថិតនៅក្នុងទីណាក៏សូមទ្រង់ព្រះមេត្តាទទួលនៅកុសលរាសីដែលយើងខ្ញុំទាំងឡាយជាពុទ្ធបរិស័ទគ្រប់គ្នាជាបព្វជិតជាក្រហមទាំងអស់បានឧទ្ទិសថ្វាយប្រគេនទៅក្នុងរាត្រីនេះដោយប្រតិរីករាយគ្រប់ព្រះអង្គទាំងអស់នឹងសូមជូនពរសត្វសាធុការដល់បកករណាប្រគេនចំពោះបកករណានិងញោមញាតពុទ្ធបរិស័ទទាំងឡាយគ្រប់គ្នាដែលត្រង់ត្រាប់ស្ដាប់នៅព្រះធម៌វិសេសទេសនាក្នុងឱកាសនេះសូមបកករណានិងញោមញាតទាំងឡាយគ្រប់គ្នាចម្រើនលូតលាស់ដោយបញ្ញាឲ្យបានថិតធំទូលំទូលាយជាងពីថ្ងៃមិញហ្នឹងជាងពីព្រឹកមិញដែលអំណាចការស្ដាប់ធម៌ទេសនាក្នុងថ្ងៃនេះព្រោះអ្វីដែលបកករណានិងញោមញាតយល់ដឹងខុសត្រូវល្អអាក្រក់ពីមុនមកមិនដឹងទើបនឹងដឹងក្នុងការស្ដាប់ធម៌នេះឈ្មោះថាបញ្ញាចម្រើនលូតលាស់ហើយពុទ្ធសាសនាត្រូវការណាស់បញ្ញាពិភពលោកក៏ត្រូវការដែរប៉ុន្តែក្រោយពុទ្ធសាសនាបញ្ញាជាអាវុធកំពូលខ្ពង់ខ្ពស់បំផុតប្រសើរថ្លៃថ្លាជាងអ្វីដទៃទាំងអស់បញ្ញាលោកចាត់ទុកជាសម្បត្តិមួយដ៏ធំធេងសម្រាប់មនុស្សលោកសម្រាប់ជាគ្រឿងអបស្ទោបជួយជីវិតមនុស្សទាំងអស់ឲ្យរស់នៅស្រួលក្នុងមនុស្សទៅកាន់ឋានសួគ៌ក៏ទៅដោយបញ្ញាទៅកាន់ព្រះនិព្វានក៏ទៅដោយបញ្ញាដែរហើយបញ្ញាត្រូវការប្រើគ្រប់កាលវេលាទាំងអស់អាស្រ័យនេះសូមបកករណានិងញោមញាតពុទ្ធបរិស័ទទាំងឡាយគ្រប់គ្នាបានប្រកបនៅពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈជានិច្ចនិរន្តររៀងទៅអយ៉ាងសង្ខេបេនៈធម្មទេសនាសមត្តាធម៌ទេសនាដែលខ្ញុំករណាអាត្មាភាពសម្ដែងក្នុងឱកាសនេះក៏សន្មតទៅចាប់ដោយសង្ខេបតែប៉ុណ្ណេះឯងអេវ៉ាំង